វៀតណាមកំពុងភ័យស្លន់ស្លោរឿងអត់មានមនុស្សបន្តវេនប្រិមិត្តទស្សនិកជនមកកាន់នីតិព័ត៌មានសេដ្ឋកិច្ចនិងសង្គមអន្តរជាតិតើមានរឿងអ្វីកាត់ឡើងចំពោះប្រទេសវៀតណាមពីប្រទេសដែលធ្លាប់បង្ខំឲ្យពលរដ្ឋយកកូនត្រឹមតែ2នាក់ពេលនេះរដ្ឋាភិបាលទីក្រុងហាណូយបានចេញមុខអង្វរនិងឲ្យលុយពលរដ្ឋបន្ថែមដើម្បីឲ្យយកកូនឲ្យបានច្រើនទៅវិញយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិកាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2026បានដឹងថារដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តលុបចោលជាស្ថាពរនៅគោលនយោបាយកំណត់កូន2នាក់ដែលខ្លួនធ្លាប់បានអនុវត្តយ៉ាងតឹងរ៉ឹងជាច្រើនទសវត្សរ៍កន្លងមកជំនួសមកវិញចាប់ពីខែកក្កដានេះទៅរដ្ឋាភិបាលវៀតណាមបានដាក់ចេញនៅច្បាប់ប្រជាជនថ្មីដោយផ្ដល់នៅកញ្ចប់ថវិកាលើកទឹកចិត្តនិងអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជំរុញឲ្យប្រជាពលរដ្ឋប្រញាប់មានកូនតើមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់មាតាដែលសម្រាលកូនទី2នឹងទទួលបានការអនុញ្ញាតឲ្យឈប់សម្រាលកូនកើនឡើងពីរយៈពេល6ខែទៅ7ខែមិនត្រឹមតែប៉ុណ្ណោះពួកគាត់នឹងទទួលបានការពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃនិងទទួលបានប្រាក់ខែឧបត្ថម្ភលើកទឹកចិត្តភ្លាមៗចំនួន$228ដែលស្មើទៅនឹង2/3នៃប្រាក់ខែមធ្យមនៅវៀតណាមហេតុអ្វីបានជាវៀតណាមត្រូវប្រញាប់ប្រញាល់កែតម្រង់បែបនេះមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនវៀតណាម UNFPA បានគូបញ្ជាក់ថាប្រទេសវៀតណាមកំពុងតែដើរចូលទៅក្នុងវិបត្តិអត្រាកំណើនធ្លាក់ចុះយ៉ាងគំហុកគណៈមនុស្សចាស់កើនឡើងលឿនអ្នកជំនាញសេដ្ឋកិច្ចនិងធនាគារពិភពលោក World Bank បានប្រមានថាវៀតណាមកំពុងប្រឈមទៅនឹងហានិភ័យដ៏គ្រោះថ្នាក់បំផុតមួយគឺចាស់មុនខ្លាយជាអ្នកមានប្រសិនបើមិនកែប្រែទេវៀតណាមនឹងខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះអាចនឹងដួលរលំទោះបីជារដ្ឋាភិបាលខំប្រឹងឲ្យលុយយ៉ាងណាក្តីក៏ប្រជាជនវៀតណាមភាគច្រើននៅតែរអ៊ូរទាំថាប្រាក់ខែឧបត្ថម្ភប៉ុណ្ណោះគឺវាមិនទាន់គ្រប់គ្រាន់នោះទេដោយសារតែបច្ចុប្បន្នតម្លៃផ្ទះសម្បែងទំនិញនិងការចំណាយលើការចិញ្ចឹមកូនគឺមានតម្លៃកប់ពពកដែលបង្កជាសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងក្លាដល់យុវជនវ័យក្មេង